2026 Le Male in Blue ឃើញថាដបគឺស្អាតមែនតើបងប្អូន Q លក្ខណៈរៀង chrome រៀង metallic ប៉ុន្តែអានេះអត់ឃើញណាអត់ឃើញដោយអាពួក Le Male Lexi អីអានេះវាឡង Q ហើយអាឆ្នុតនេះប៉ះទៅវារៀងដូចមាន stripe ពីលើហ្នឹងរៀងខាងណាចេញមកស្ទាបទៅអ្វីដែលសំខាន់គឺក្លិនវាបែបម៉េច2026ហើយនេះគេថាក្លិនស្តៀងទៅណា original ដើមវិញនេះតែឥឡូវយើងបាញ់មកចង់ដឹងវាម៉េចវាហានេះតិចសិនហិតមើលនេះហិតមើលមានអារម្មណ៍ថាវាមាន DNA អា Le Male ប៉ុន្តែវារៀងដូចជាគេធ្វើឲ្យវានឹងទាន់សម័យជាងមុនណាវា modern រៀងទាន់សម័យរៀងដិតរៀងមុតជាងមុនហើយវារៀងអត់ស្រូវស្រស់ស្រាយខ្លាំងដូចអា Le Male Sim នេះប៉ុន្តែចង់និយាយថា2026ចឹងធម្មតាគេធ្វើបើនេះវារៀង old school ហើយចឹងគេធ្វើនេះចេញមកគឺវារៀងចេញមកដូចខ្ញុំនិយាយយ៉ាងគេរៀងទាន់សម័យទំនើបរៀង bowl មូលដិតរៀងមុតជាងមុនប៉ុន្តែអត់ខ្លាំងពេកដូចអា Le Male ពណ៌មាសឬក៏អីវាថាអត់ too much អា PP ជ្រុលពេកពិបាកធំណាវានៅរក្សាភាពគេថាស្រស់ស្រាយរៀងជីអង្កាមក៏ដូចជារៀងបែបគេហៅថា a little bit sweet ដោយសារគេដូចជាថែមនៅ benzoin ឬក៏ something like that នៅក្នុងកំណត់ចំណាំរៀងផ្លាស់ប្ដូរពីអានេះបន្តិចគេរៀងadd បន្ថែមចូលទៅភាពស្រស់ស្រាយភាពគេហៅថាបែកម្សៅមីនរបស់អានេះប៉ុន្តែគេធ្វើវារៀងទាន់សម័យបងប្អូនអត់ទាន់សាកអាចសាកបានមានដបទេឬក៏ដបធំនេះក៏បានដែរគ្រាន់តែសលេងក៏ជាតិនេះ